ខ្ញុំម្ចាស់ទីសទ្ធាខ្ញុំមានដោយចិត្តជ្រាំងថ្លានាំយកទេយទីមានភោជនីយហាអមដោយបរិខាប្រកេនព្រះសង្ឃភិក្ខុសាមណេរសែនច្រើនម្ល៉េះទេជាង300អង្គកំពុងសិក្សាព្រះតីស្មោះត្រង់ចិត្តខ្ញុំដំរង់ប្រាសាទនាងខ្មៅព្រះសង្ឃគ្រប់អង្គគឺជាទំពាំងស្នងជាតិសាសនាសូមអង្គញោមញាតិគ្រប់សពទិសាជួយលោកផងណាតាមទ្រព្យធនធានម្ចាស់គ្រូវុធីមានទូនាទីជាធំប្រធានជាចៅអធិការឲ្យពរម្ចាស់ទៀនពីគ្រប់មជ្ឈដ្ឋានបានសុខសួស្តីសូមផ្សាយមគ្គផលបញ្ជូនទៅដល់ញាតិបព្វការីដែលបានស្លាប់ទៅលាចាកលោកីកើតសួគ៌លេចឹងបានអាត្មាឃើញមានមនុស្សយើងមាន2ប្រភេទមនុស្សមួយប្រភេទគេហៅថាមនុស្សមានធម៌មនុស្សមួយប្រភេទគេហៅថាមនុស្សអត់មានធម៌ហើយមនុស្សមានធម៌ប៉ុន្តែអត់ចេះធម៌ទេមនុស្សចេះធម៌ប៉ុន្តែអត់មានធម៌ទេអ្នកចេះធម៌អត់មានធម៌ហ្នឹងនិយាយពីសោតអូស្អីក៏សោតបានដែរប៉ុន្តែកំប៉ះញោមប៉ះញ៉ាវកាចក៏កាចររឿងក៏ររឿងខូចក៏ខូចប៉ុន្តែធម៌ចេះណាស់មនុស្សហ្នឹងចេះធម៌ប៉ុន្តែគ្មានធម៌នឹងខ្លួនទេមិនសូវចេះជួយសន្តោសសង្គ្រោះនរណាមិនសូវចេះអាណិតអាសូរនរណាទេដល់តែមនុស្សមួយទៀតអត់មានធម៌អត់ចេះធម៌ទេប៉ុន្តែមានធម៌នឹងខ្លួនដឹងគុណម៉ែដឹងគុណឪចេះស្រឡាញ់កូនចេះជួយអ្នកដទៃចេះខ្លាចបាបប៉ុន្តែឲ្យសូត្រទៅយ៉ាងកាញ់សូត្រមិនចប់ហ្នឹងនៅតែកតាំងចុះកតាំងឡើងវាទៅវិលមកសូត្រមិនចប់មិនឃើញទេបើសូត្រជាមួយគេដកតែដង្ហើមមកកន្លែងណាអត់ចេះឈប់ដកដង្ហើមមកក៏បន្តិចកាហែបន្តិចទៅផុតអាតំណឹងទៅសូត្របានមួយម៉ាត់ពីរទៅទៀតដូច្នេះចង់និយាយថាអ្នកខ្លះគាត់អត់ចេះសូត្រអត់ចេះអីទេប៉ុន្តែក្នុងចិត្តគាត់មានធម៌ចេះអាណិតចេះអាសូរដឹងគុណម៉ែឪចេះចិញ្ចឹមកូនចេះសង្គ្រោះគ្នាមនុស្សនេះគេហៅថាមនុស្សមានធម៌ណាញោមណាឥឡូវយើងគិតមើលកាលណាបើមនុស្សយើងមានធម៌ចូលរួមជួយសង្គ្រោះគ្នាបង្កើតជាបុណ្យផ្កាប្រាក់សាមគ្គីកសាងព្រះវិហារសមិទ្ធផលនានានៅក្នុងវត្តយើងនឹកឃើញពីវត្ថុ6យ៉ាងដែលព្រះពុទ្ធឲ្យយើងថែរក្សាបរិស័ទទាំង4ពួកថែរក្សាដើម្បីឲ្យសាសនានេះគង់វង្សនៅបានយើងត្រូវថែរក្សារបស់6យ៉ាងទី1ពុទ្ធសាសនដ្ឋានទីកន្លែងញោមទីកន្លែងដីវត្តដីគោរពបប្រតិបត្តិដីសាសនា
នៅប្រទេសឥណ្ឌាសពថ្ងៃមនុស្សដែលជឿសាសនាពុទ្ធនៅតិចបំផុតប៉ុន្តែគេចូលចិត្តទៅមើលដោយសារនៅទីកន្លែងហ្នឹងហើយទីកន្លែងសម្គាល់វត្តសម្គាល់សាសនាគេទៅមើលទីកន្លែងណាញោមណាបើកុំតែមានទីកន្លែងទៅរកប្រាប់គេថាកាន់ពុទ្ធសាសនាគេមិនជឿទេឬក៏មានព្រះនៅនឹងគេមិនជឿទេព្រោះមនុស្សវាអត់មានជឿអីផងព្រោះអ្នកកាន់ពុទ្ធសាសនាគេសម្លាប់ចោលអស់ហើយវាមានសង្គ្រាមពីដើមមកដូច្នេះនៅតែពួកខាងសាសនាព្រាហ្មណ៍អីចឹងហ្នឹងចឹងទី1ទីកន្លែងបើអត់មានទីកន្លែងទេអាហ្នឹងគឺបាត់ហើយដើម្បីបានទីកន្លែងនឹងគង់វងញោមញាតសុំធ្វើលបងផងណាញោមណាដឹងឲ្យច្បាស់ព្រំបទលមានប្លង់ត្រឹមណាធ្វើលបងផងព្រោះឥឡូវមានទំនាស់ច្រើននៅរឿងដីវត្តហើយនឹងដីឯកជននៅវាជាប់គ្នាណាញោមណាខ្លាចគីឡូដើមឈើឬក៏លបងវារីកចុះរួមឡើងកេញកងព្យួរឆ្វៀលចុះឆ្វៀលឡើងទៅឆ្លោះគ្នាទី2ពុទ្ធសាសនវត្ថុបើមានកន្លែងហើយវាអត់មានកសាងស្អីសោះអានឹងទីបំផុតទៅវាអត់មានប្រយោជន៍គេរឹបអូសយកវិញឬក៏រត់គេដកយកវិញក៏បានដែរពីព្រោះវាអត់មានកសាងអីចឹងតើយើងកសាងវត្ថុសម្រាប់សាសនាដូចកសាងពហិសាលាចេតិយខ្លោងទ្វាររបងអីចឹងទៅណាហើយឯចំណែកទី3គេហៅថាពុទ្ធសាសនបុគ្គលតើមានមនុស្សគ្រប់គ្រងបើមានតែកន្លែងហើយវាយលបងចោលអត់មានមនុស្សណាមកអត់មានពីណាមកធ្វើអីដូច្នេះតលតែមានអ្នកគ្រប់គ្រងកន្លែងហ្នឹងគឺមានពុទ្ធបរិស័ទអ្នកគ្រប់គ្រងមានប្រសង់មានកុហកអ្នកជាម្ចាស់ជាសមាជិកឯទី4ពុទ្ធសាសនបដិបត្តិមានអ្នកគ្រប់គ្រងហើយក៏តលតែមានអ្នកបដិបត្តិគឺមានភេទអ្នកបួសមានអាចារ្យមានដូនជីមានឧបាសកឧបាសិកាមានប្រធានអនុប្រធានកុំតដើមធ្វើប្រធានទាំងអស់គ្នាអីណាញោមណាពីព្រោះថាប្រាសាទអង្គរមានកពូលខ្ពស់បើតដើមថ្មទាំងអស់តដើមគ្នានៅកពូលទាំងអស់គ្នាអលុំហើយអត់មានពីណាត្រូពីណាទេអញ្ចឹងឲ្យកពូលតែមួយបានហើយសល់ប្រមាណទុកយើងធ្វើសសរធ្វើជើងរៀងធ្វើសមាជិកអញ្ចឹងរឿងដឹកនាំនេះអញ្ចឹងដែរតលតែមានអ្នកគ្រប់គ្រងអ្នកសសរអ្នកសមាជិកហើយបើយើងទៅដើមធ្វើតែកពូលទាំងអស់គ្នាធ្វើតែប្រធានទាំងអស់គ្នាអានឹងវាឆ្លោះគ្នាដែរអញ្ចឹងបានមានប្រសង់មានអាចារ្យមានគណៈកម្មការអញ្ចឹងមកឯទី5ពុទ្ធសាសនធម៌នាំគ្នាសូត្រធម៌រៀនធម៌ឡើងវិញអាត្មាសរសើរតាស្រុកនឹងចេះធម៌ច្រើនណាស់ព្រឹកមិញសូត្រសិទ្ធធម៌ប្រែសូត្រនោះសំណាងអាត្មាមិនមកសូត្រជាមួយបើមកសូត្រជាមួយខ្មាស់អាចារ្យហ្មងគឺមិនចេះទេធម៌អស់នោះគាត់សូត្រធម៌ប្រែព្រោះសិទ្ធធម៌ប្លែកតាមពិតមិនជាប្លែកអីទេវាមានដែរអាត្មាក៏ធ្លាប់ឃើញធ្លាប់ដឹងប៉ុន្តែមកពីស្រុកខាងនោះគេមិនដែលសូត្រយើងក៏មិនដែលរៀនយើងគ្រាន់តែមើលទៅសូត្រតាមតែទម្លាប់ឯនោះដល់មកឯនេះប្រហែលជាតាថ្នោតព្រឹកមិញនឹងសូត្ររួចមិនរួចទេអញ្ចឹងទៅអញ្ចឹងហើយតលរៀនធម៌ឡើងវិញបើយើងមិនរៀនធម៌អាទេមួយជំនាន់នេះស្លាប់ទៅអស់ជំនាន់ក្រោយតែយ៉ាងកញ្ញអត់ទិកុសលឲ្យដូនតាមិនចេះផងណាញោមណាចឹងហើយគីឡូយើងនឹងកើតទៅជាប្រែតអីកូនយើងអត់ចេះទិឲ្យទេណាញោមចឹងតលឲ្យបង្រៀនកូនឲ្យរៀនសូត្រធម៌អាឡើងវិញបានកន្លែងនេះប្រសង់លោកនឹងបង្ហាត់បង្ហាញឲ្យកូនចៅរៀនធម៌ទី6ពុទ្ធសាសនវិធីត្រូវថែវិធីសាសនាទាំងអស់ឡើងវិញដូចជាបុណ្យវិសាខបូជាកំណើតព្រះមាឃបូជាចូលឆ្នាំភ្ជុំបិណ្ឌបុណ្យកឋិនបុណ្យផ្កាវេដាអីទាំងអស់ហ្នឹងគឺយើងបង្កើតកម្មវិធីសាសនាយើងឡើងវិញឲ្យមាននៅទីកន្លែងនេះ6យ៉ាងនឹងមានវត្តថិតថេរសាសនាថិតថេរនៅបានហើយលើពីនឹងទៀតសូមឲ្យមានកូនអ្នកស្រុកនឹងបួសផងណាញោមណាកាលពីសាសនាផ្សាយទៅប្រទេសស្រីលង្កាគេទំនុកបំរុងកសាងវត្តវាអារាមច្រើនដោយសារមហន្តៈនឹងពីមុនជាបុត្ររបស់ធម្មមេសោកហើយធម្មមេសោកកសាងវត្តវាអារាមធ្វើចេតិយរហូត 84000 ចេតិយហើយមកទូលសួរព្រះមោគលិពុទ្ធទេសថែថាខ្ញុំព្រះអង្គកសាងវត្តនឹងចេតិយបានច្រើនប៉ុណ្ណឹងคล้ายជាញាតិចិត្តរបស់ពុទ្ធសាសនាហើយនៅស្រាប់តែព្រះមោគលិពុទ្ធទេសថែថាអត់តាន់ទេអត់តាន់ជាញាតិចិត្តទេបើចង់ជាញាតិចិត្តតើមានកូនបួសចឹងហើយធម្មមេសោកពំបួសកូន2សង្ឃមិត្តាថេរីនោះមួយហើយនឹងមហន្តថេរនឹងមួយពំបួសកូនទាំងពីរឲ្យកូនយកសាសនាទៅផ្សព្វផ្សាយចែកមកដល់ស្រុកយើងឯហ្នឹងជំនាន់ធម្មមេសោកហ្នឹងចែកសាសនាមកផ្សាយបដោះបដាដល់ស្រុកយើងឯហ្នឹងក៏ចែកឲ្យមហន្តថេរហ្នឹងយកសាសនាទៅផ្សាយនៅសេរីលង្កាអ្នកលង្កាកសាងវត្តកសាងអីក្រឹកក្រែងស្រាប់ទៅសួរថាព្រះអង្គសាសនាតាំងមាំហើយនៅលង្កាលោកថាមិនតាន់តាំងមាំប្រជាជនធ្វើបុណ្យអស់
ទាំងអស់គ្នាហើយនឹងប្រជាជនជ្រះថ្លាអស់ហើយនឹងកសាងវត្តបានមកកណោហើយមិនបានមិនតាំងមាំថាវាមានតែវត្តមានតែប្រជាជនជ្រះថ្លាប៉ុន្តែវាអត់មានកូនអ្នកស្រុកនឹងបួសដូច្នេះលោកសពថ្ងៃសិតតែលោកមកពីប្រទេសផ្សេងតែលោកនិមន្តទៅស្រុកលោកវិញអស់នៅនេះលែងមានប្រសង់ហើយតែលែងមានប្រសង់ខ្ញុំធ្វើបន់ជាមួយពីណាម្ល៉េះហើយតលតែមានអ្នកស្រុកនឹងបួសបើមានអ្នកស្រុកនឹងបួសញាតិរបស់លោកនឹងក៏ចូលវត្តដែរ